មនុស្សមិនដែលមានកំហុសព្រោះគាត់មិនដែលសាក់លបងអ្វីដែលជាថ្មីឲ្យសិក្សាចាអញ្ចឹងថ្ងៃនេះជួបជាមួយនឹងម្ដាមសតិកាបណ្ដោះធម្មពលផ្លូវចិត្តវិជ្ជមានហេតុអីបានជាខ្ញុំលើកប្រធានបទនេះយកមកចែករំលែកជូនដល់កាន់បងប្អូនទីស្រឡាញ់អស់គ្នាព្រោះមានបងប្អូនជាច្រើននៅពេលដែលគាត់ធ្វើរឿងអីខុសមួយគាត់តែងតែបន្ទោសខ្លួនឯងចាតែងតែបន្ទោសខ្លួនឯងណាបងប្អូនអរគ្នាអញ្ចឹងចំណុចនេះអតីតម្ដាមសតិកាក៏មានដែរតែចូលបងប្អូនទីស្រឡាញ់អ្នកនរគ្នាកុំបន្ទោសខ្លួនឯងហើយបន្ទោសទៀតកុំយកដួងចិត្តមួយនេះការគិតមួយនេះទៅរំលឹករឿងដដែលរឿងដែលវាហួសហើយឲ្យវាហួសទៅបងប្អូនអ្នកនរគ្នាចាព្រោះអីការយើងរកស៊ីវាមានចំណេញវាមានខាតមែនអត់បងប្អូនអ្នកនរគ្នាចាក៏ប៉ុន្តែបងប្អូនត្រូវតែប្រាប់ខ្លួនឯងថាដោយសារតែយើងនឹងចង់មានចង់បានទើបយើងយកលុយនឹងទៅដាក់ដើមទុនចាដើម្បីធ្វើការមករកស៊ីព្រោះយើងចង់ឲ្យខ្លួនឯងមានបានជួយសម្រាលជីវភាពទៅកាន់គ្រួសារចាលុយមួយចំនួននោះយើងមិនបានយកទៅលេងលបែងទេបើសិនជាយើងយកទៅលេងលបែងអានឹងគឺជាកំហុសមួយដែលដ៏ធ្ងន់ធ្ងរដែលយើងមិនអាចលើកលែងឲ្យខ្លួនឯងបានចាហើយធ្វើការកែប្រែជាបន្ទាន់អញ្ចឹងបងប្អូនចាដើម្បីបណ្ដោះធម៌ពលផ្លូវចិត្តឲ្យយើងវិជ្ជមានបងប្អូនឈប់ទៅបន្ទោសខ្លួនឯងចាចឹងបងប្អូនរៀនមើលបើសិនជាកំហុសមួយហ្នឹងយើងបានសាងវាខុសហើយចាក៏ប៉ុន្តែប្រាប់ខ្លួនឯងដូចគ្នាកំហុសមួយហ្នឹងអត់បងប្អូនអត់អាចធ្វើលើសពី2ដងទៅ3ដងបានទេខុសតែ1ដងបងប្អូនត្រូវតែរៀនវាចាំវាទុកថ្ងៃក្រោយបងប្អូនមិនឲ្យមានកំហុសទៀតទេចឹងណាបងប្អូនអរគ្នាយើងកុំឲ្យទៅធ្វើខុសហើយខុសទៀតខុសហើយខុសទៀតចាចឹងទី1បងប្អូនគឺមិនត្រូវបន្ទោសខ្លួនឯងទេព្រោះយើងជាមនុស្សម្នាក់ដែលហ៊ានសាក់លបងអ្វីដែលថ្មីចាឧទាហរណ៍ដូចជាម្ដាមសិទ្ធិកាគឺអតីតដែលខ្ញុំធ្លាប់ចែករំលែកឲ្យបងប្អូនអរគ្នាខ្ញុំគឺជាស្ត្រីម្នាក់ដែលធ្វើការរោងចក្ររយៈពេល22ឆ្នាំនៅពេលដែលខ្ញុំសម្រេចចិត្តបោះខ្លួនឯងទៅលើโลกអនឡាញខ្ញុំចង់លក់ពីការលក់នៃโลกអនឡាញតើគេលក់បែបណាចាក៏ប៉ុន្តែមុនពេលដែលយើងទៅមិនបានសិក្សាមិនបានរៀនសូត្រមិនបានមើលវាឲ្យគ្រប់ជ្រុងជ្រោយទេចាពេលដែលយើងបោះដើមទុនទៅវាខុសចាក៏ប៉ុន្តែយើងមិនអាចបន្ទោសខ្លួនឯងទាំងស្រុងទេអញ្ចឹងយើងធ្វើម៉េចយើងចាប់ដើមថយមួយចំហៀនចាហើយយើងក៏មិនយកលុយទៅដាក់ដើមទុននៅកន្លែងណាផ្សេងទៀតដែរយើងចាប់ដើមសិក្សាយើងចាប់ដើមរៀនពីការដែលគេធ្វើអនឡាញគេធ្វើបែបណាហើយរៀនពីខ្លួនឯងតើខ្លួនឯងស្រឡាញ់អ្វីមានចំណង់ចំណូលចិត្តអ្វីចូលចិត្តអ្វីខ្លាំងអ្វីដែលអាចធ្វើបានទៅយ៉ាងពិតប្រាកដចឹងណាចឹងមកឆែកមើលខ្លួនឯងចាចឹងអត់បន្ទោសទេចាបុគ្គលដែលគាត់ទទួលបានភាពជោគជ័យគឺគាត់តែងតែអភិវឌ្ឍខ្លួនឯងគាត់មិនបន្ទោសខ្លួនឯងទេចាអភិវឌ្ឍខ្លួនឯងគ្រប់ពេលវេលាគ្រប់វិនាទីគ្រប់ដង្ហើមចេញចូលចានេះហើយជាបុគ្គលដែលគាត់ខ្លាំងពិតចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនកុំបន្ទោសខ្លួនឯងដើរមកដល់ចំណុចនេះម្ដាមសតិកាតែងតែធ្វើការអរគុណមកកាន់ខ្លួនឯងជានិច្ចដែលមានរូបកាយមួយនេះចាដែលមានដង្ហើមដកនៅតែបន្តដំណើរទៅមុខរឿយដោយមិនបោះបង់ក្តីសុបិនរបស់ខ្លួនឯងទេចាព្រោះឯងខ្ញុំគឺជាមនុស្សម្នាក់ដែលស្រឡាញ់នៅការចែករំលែកចាចឹងខ្ញុំក៏ជ្រើសរើសចាផ្លូវមួយនេះឲ្យសួរថានៅក្នុងដៃខ្ញុំមានអាជីវកម្មនៅក្នុងខ្លួនអត់ចាគឺខ្ញុំមានដូចគ្នាចាដើម្បីរកប្រាក់ចំណូលចូលចិញ្ចឹមជីវិតរបស់យើងដូចគ្នាចឹងណាបងប្អូនអ្នកគ្នាក៏ប៉ុន្តែយើងធ្វើដោយក្តីស្រឡាញ់ដោយមានការជឿជាក់ដោយមិនឲ្យខ្លួនឯងសាងកំហុសខុសម្ដងទៀតឡើយចឹងណាបងប្អូនអ្នកគ្នាគឺចំណុចនេះចាចំណុចទី2នៅពេលដែលយើងចង់ក្លាយជាបុគ្គលដែលទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដបងប្អូនអ្នកគ្នាចូលកុំប្រហែសនឹងពេលវេលារបស់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃពី1ម៉ោងទៅ1ម៉ោងនេះចាតើបងប្អូនបានធ្វើអ្វីខ្លះដើម្បីឲ្យត្រូវនឹងគោលដៅរបស់ខ្លួនឯងតើបងប្អូនចំណាយពេលវេលាអ្វីខ្លះដើម្បីទៅលើគោលដៅមួយនឹងមិនមែនចង់បានជីវិតមួយតែរីកចម្រើនក៏ប៉ុន្តែបន្តិចយើងដើរលេងទៅនោះបន្តិចយើងដើរលេងទៅណាបន្តិចយើងដើរលេងទៅនោះអញ្ចឹងធ្វើឲ្យខាតពេលវេលាក្នុងការយើងនៅជាមួយខ្លួនឯងចាអញ្ចឹងបងប្អូនចង់អភិវឌ្ឍខ្លួនឯងបងប្អូនត្រូវតែមានពេលនៅមួយខ្លួនឯងឲ្យបានច្រើនចាឲ្យបងប្អូននឹងរិះរកវិធីថាធ្វើបែបណាដើម្បីឲ្យខ្លួនឯងមានប្រាក់ចំណូលតើធ្វើបែបណាដើម្បីឲ្យខ្លួនឯងអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងជាងមុនឲ្យពូកែជាងមុនបែបនៃយើងចាដោយមិនយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកណាទាំងអស់សម្រាប់មនុស្សធម្មតាគាត់ថាពេលវេលាមួយថ្ងៃគឺលឿនមែនតែនគឺយូរមែនតែនគឺគាត់និយាយបែបហ្នឹងបងប្អូនអ្នកគ្នាក៏ប៉ុន្តែសម្រាប់ខ្ញុំ
សម្រាប់បងប្អូនជាទីស្រឡាញ់នៅពេលដែលយើងមានការវិភាគឲ្យខ្លួនឯងចាពី1ម៉ោងទៅ1ម៉ោងយើងត្រូវធ្វើអីចឹងពីមួយថ្ងៃទៅមួយថ្ងៃគឺលឿនមែនតែនពេលវេលាគឺលឿនណាស់បងប្អូនជាទីស្រឡាញ់អស់គ្នាចាពេលវេលាដូចខ្ញុំអញ្ចឹងមិនអាចត្រឡប់ខ្លួនឯងទៅអាយុ25ឆ្នាំដូចមុនឡើយចាអញ្ចឹងណាអញ្ចឹងពេលវេលាមានតម្លៃនៅពេលដែលយើងឲ្យសារៈសំខាន់ទៅកាន់ពេលវេលាយើងគឺជាមនុស្សម្នាក់ដែលឲ្យសារៈសំខាន់ទៅលើគោលដៅទៅលើបំណងប្រាថ្នារបស់យើងដូចគ្នាចាអូខេបងប្អូននេះគឺជាពីរគន្លឹះដែលម្ដងសិទ្ធិការចែករំលែកជូនទៅកាន់បងប្អូនអរគ្នាបណ្ដោះធម៌ពលផ្លូវចិត្តឲ្យវិជ្ជមានចារឹតតែសំខាន់គឺត្រូវតែបណ្ដោះផ្លូវចិត្តឲ្យខ្លួនឯងវិជ្ជមានមិនថាបងប្អូនជួបរឿងអីទេបងប្អូនត្រូវតែបណ្ដោះផ្លូវចិត្តខ្លួនឯងឲ្យវិជ្ជមានដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសិទ្ធិការជម្រាបលាបងប្អូនអរគ្នាបាយបាយ I love you បងប្អូន